គោលការណ៍4ដែលនាំឲ្យសម្រេចជោគជ័យក្នុងជីវិតទី1គឺឆន្ទៈថាស្រឡាញ់ពេញចិត្តការងារដែលខ្លួនធ្វើទី2វិរិយៈតស៊ូព្យាយាមមិនបោះបង់ចោលពិបាកប្របិនទៅមុខទី3ចិត្តៈកុំឲ្យអស់សង្ឃឹមកុំឲ្យកាន់ការងារបន្តិចពិបាកអស់តែមកទៅមួយទេបោះចោលកដាលទីអានឹងអត់ជោគជ័យទេហើយទី4វិមង្សាមានបញ្ញាឆ្លាតយល់បងប្អូនអ្នកទេសនាទាំងអស់គ្នានេះជាសំណង់មហាកុដដែលមានកម្ពស់3ជាន់បណ្ដោយ30ម៉ែត្រទទឹង18ម៉ែត្រនៅក្នុងវត្តសវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតក្រុងខេត្តបាត់ដំបងសូមពុទ្ធបរិស័ទបងប្អូនអ្នកទេសនាទាំងអស់គ្នាសូមមេត្តាជួយជ្រះថ្លាចូលរួមសម្រាប់ការសាងសង់មហាកុដដែលមានបណ្ដោយ30ម៉ែត្រទទឹង18ម៉ែត្រនៅកម្ពស់3ជាន់នេះដើម្បីដល់សាមណសិស្សប្រសង់គ្រប់អង្គដែលមករៀនសូត្រនៅទីនេះប្រមាណជិត200អង្គកំពុងជួបការលំបាកខ្វះខាតហើយបញ្ជាក់ថាកុដនេះយើងកំពុងតែបន្តត្រៀមចាក់ឡើងសន្លឹកក្នុងសេរីជាន់ទី3ថវិកានៃការសាងសង់នៅមានការខ្វះខាតច្រើនសូមសទ្ធាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជួយជ្រះថ្លាចូលរួមទាំងអស់គ្នាណាបងប្អូនជួយ share វីដេអូនេះបានគ្រប់គ្នាផងដើម្បីពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសជួយចូលរួមសម្រាប់ការកសាងមហាកុដដែលមានបណ្ដោយ30ម៉ែត្រទទឹង18ម៉ែត្រនិងកម្ពស់3ជាន់សូមអនុមោទនីសូមអរគុណនិងអរគុណកុដនេះមានតម្រុកបែបនេះណាបងប្អូនបើសិនជាសាងសង់រួចអញ្ចឹងគឺត្រូវការពុទ្ធបរិស័ទជួយចូលរួមទាំងអស់គ្នាសូមអនុមោទនីសូមអរគុណនិងអរគុណសម្រាប់បងប្អូនអ្នកទេសនាទាំងអស់គ្នា